បាទនេះគឺជារមណីយដ្ឋានឆ្នេរទឹកពុះគឺប្រជាជនច្រើនបណ្ដាខេត្តតែគាត់មកដើម្បីព្យាបាលជំងឺដោយសារទឹកនេះគឺយើងជ្រលក់ជើងទៅវាដូចទឹកក្តៅអញ្ចឹងហើយទឹកនេះគឺស្អាតមែនទែនហើយគឺពុះលក្ខណៈពុះចេញពីក្នុងដីតែម្ដងពុះចេញពីក្នុងដីតែម្ដងហើយប្រជាជនគាត់មានជំនឿមុតមមមែនតើហើយគឺថាមានអ្នកជាតាមខ្ញុំសួរប្រជាជននៅតាមហ្នឹងគាត់មកតាមតំបន់ផ្សេងឬក៏តាមហ្នឹងគឺគាត់មានជំនឿក្នុងទឹកនេះគឺជាទឹកមួយដែលស័ក្តិសិទ្ធិហើយគេត្រាំជើងអញ្ចឹងគេត្រាំជើងណាឡើងកុំដោបយទៅតែដូចម៉ែប៉ុតទៅជាក់ទៅលើចូលហ្នឹងជាក់ស្រាប់មុនដាក់ទូសុំចាក់បយនឹងហើយតាមដាក់បយជំងឺទៅកាត់អីយកទៅអត់ទៅជាមក